មកស្គាល់មុខអ្នកមានដាច់គេនៅម៉ាឡេស៊ីទាំង5រូបនេះទ្រព្យសរុបបញ្ចូលគ្នាដល់ជិត39,000 លានដុល្លារបុគ្គលមានទ្រព្យច្រើនដាច់គេទាំង5របស់ម៉ាឡេស៊ីបច្ចុប្បន្នកំពុងមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេបូកសរុបបញ្ចូលគ្នាកើនឡើង 8% ពលគឺស្ថិតនៅចំនួន 38.6 លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំនេះទោះបីទីផ្សារភាគហ៊ុនធ្លាក់ចុះក៏ដោយលោក Robert Kwok ទោះបីស្ថិតក្នុងវ័យជរាដល់ទៅ101ឆ្នាំតែលោក Robert Kwok ជាបុគ្គលដ៏មានឥទ្ធិពលនៅក្នុងក្រុមហ៊ុន Kwok Group និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាបុរសមានទ្រព្យសម្បត្តិច្រើនបំផុតនៅម៉ាឡេស៊ីជាមួយទ្រព្យរហូតដល់ទៅ 12.1 លានដុល្លារសហរដ្ឋអាមេរិកកើនពីឆ្នាំមុន 6%លោក Kek Ling Chan សម្រាប់តំណែងលេខ2នៅម៉ាឡេស៊ីគឺជាបុរសវ័យ83ឆ្នាំលោក Kek Ling Chan ដែលមានទ្រព្យ 9.9 លានដុល្លារសហរដ្ឋអាមេរិកកើនឡើង 12.5% លោក Kek ជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Honglearn Coast រកស៊ីលើវិស័យហិរញ្ញវត្ថុចំណីអាហារនិងអចលនទ្រព្យបងប្អូនត្រកូលថេកទ្រព្យសម្បត្តិបងប្អូនត្រកូលថេកដែលជាអ្នកស្នងមរតករបស់ធនាគារសាធារណៈបានកើនឡើង 9% ដល់ចំនួន 5.9 លានដុល្លារសហរដ្ឋអាមេរិកបងប្អូនរបស់ត្រកូលមួយនេះបានទទួលទ្រព្យសម្បត្តិពីឪពុកចុងរបស់ពួកគេគឺលោក De Hong Phieu ដែលជាអ្នកដឹកនាំធនាគារមួយនេះអស់រយៈពេលជាច្រើនទសវត្សរ៍លោក Khun Phokeng និងបងប្អូនទាំង4នាក់របស់គាត់ប្រមូលទ្រព្យសម្បត្តិបញ្ចូលគ្នាបានចំនួន 5.4 លានដុល្លារសហរដ្ឋអាមេរិកកើនឡើង 2% ធៀបកាលពីឆ្នាំមុនគ្រួសារ Krishnan ចំណាត់ថ្នាក់លេខ 5 គឺជាគ្រួសារដែលទទួលបានកេរ្តិ៍អាករពីមហាសេដ្ឋី Ananda Krishnan ដោយមកទល់នឹងបច្ចុប្បន្នទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន 5.3 លានដុល្លារសហរដ្ឋអាមេរិកកើនឡើង 10% លោក Ananda ជាអតីតពាណិជ្ជកររកស៊ីលើវិស័យប្រេងដែលបានកសាងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារតាំងពីដើមរៀងមកតែគួរជាអកុសលលោកបានទទួលអនិច្ចកម្មនៅខែវិច្ឆិកាឆ្នាំ 2024 នៅជិតអាយុ 86 ឆ្នាំ